ទូរទស្សនិកជនជាទីគោរពសាកលវិទ្យាល័យពាណិជ្ជកម្ម AC Lida បានអភិវឌ្ឍនៅកម្មវិធីសិក្សាបែបទំនើបបន្ថែមដើម្បីផ្ដល់ឲ្យសិស្សនិស្សិតមានជំនាញច្បាស់លាស់ឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida បានអភិវឌ្ឍនៅកម្មវិធីសិក្សាបែបទំនើបបន្ថែមទៀតលើកម្មវិធីមានស្រាប់ដើម្បីផ្ដល់ឲ្យសិស្សនិស្សិតមានចំណេះដឹងពិតប្រាកដជំនាញច្បាស់លាស់ឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេសដែលកំពុងមានតម្រូវការកើនឡើងនេះជាការលើកឡើងរបស់លោកបណ្ឌិតផុនណារិនសាកលវិទ្យាធិការសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida ក្នុងពិធីប្រគល់វិញ្ញាបនបត្រជ័យលាភីលើមុខវិជ្ជា ATQ1 និង ATQ4 ជូនដល់និស្សិតដែលបានទទួលជោគជ័យក្នុងការប្រឡងក្រោមកិច្ចសហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសាវនករកម្ពុជាដែលរៀបចំឡើងនៅព្រឹកថ្ងៃទី16ខែតុលាឆ្នាំ2025លោកបណ្ឌិតបន្តថាតាមរយៈការសហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសាវនករកម្ពុជាបានធ្វើឲ្យសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ AC Lida មានលទ្ធភាពបណ្ដុះបណ្ដាលជំនាញគណនេយ្យករនិងសាវនករដល់សិស្សនិស្សិតទទួលបាននូវការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិនេះជាលើកទី2ហើយដែលសិស្សនិស្សិតបានចូលរួមប្រឡងក្នុងចំនួនប្រមាណ40នាក់ហើយទទួលបានលទ្ធផលល្អប្រសើររួមទាំងទទួលបានឱកាសធ្វើការនៅស្ថាប័នក្នុងប្រទេសនិងអន្តរជាតិដែលនេះបានបង្ហាញឲ្យឃើញពីសមត្ថភាពចំណេះដឹងនិងជំនាញរបស់និស្សិតកម្ពុជាត្រូវបានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិបាទ AI បច្ចុប្បន្ននេះយើងមែនតើយើងបង្រៀនគាត់ឲ្យចេះប្រើ AI ទេប្រើ AI ចង់និយាយថាឧទាហរណ៍ថាមាន Chat GPT ពេលដែលគាត់ចង់ដឹងពីព័ត៌មាននេះមួយគាត់ចូលទៅឆេនៅក្នុង AI មានចម្លើយក្នុងន័យអញ្ចឹងមានហេតុទូលំទូលាយយើងកំពុងតែរៀបចំបំពាក់ Smart Classroom ដើម្បីឲ្យគាត់ចូលទៅក្នុង system របស់ Smart ហ្នឹងទៅគាត់អាចសិក្សាព័ត៌មានផ្សេងៗនៅនឹងថែមទៀតហើយគាត់ពិភាក្សាមួយគ្រូអាចយកព័ត៌មានពីអ្វីដែលថ្មីដែលបំពាក់នៅក្នុងប្រព័ន្ធរបស់ AI ហ្នឹងគឺគាត់អាចយកព័ត៌មានហ្នឹងមកសិក្សាទំនើបតែម្ដង AI ហ្នឹងជួយបានច្រើនមែនតើអញ្ចឹងគេទៅឲ្យនវានុវត្តន៍ណាអញ្ចឹងយើងក៏ត្រូវតែបំពាក់ឲ្យមាននៅក្នុងសាកលវិទ្យាល័យហើយយើងបានបង្រៀនគ្រូដើម្បីឲ្យគាត់ចេះចូលទៅក្នុង AI ហ្នឹងឲ្យសាស្ត្រាចារ្យរបស់យើងហ្នឹងគឺត្រូវការរៀនពី AI ហ្នឹងឲ្យចេះប្រើ AI ហើយក៏ផ្ដល់ព័ត៌មានដល់និស្សិតនិងបង្រៀននិស្សិតយើងឲ្យចេះប្រើដូចគ្នាអញ្ចឹងចំពោះកិច្ចសហការជាមួយនឹងគីប៉ាយើងដឹងហើយគីប៉ាគឺជាស្ថាប័នវិទ្យាស្ថានគណនេយ្យករជំនាញនិងសាវនកម្មកម្ពុជាតាមក្រសួងពាណិជ្ជកម្មក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មហ្នឹងប្រហែលជាង 60,000 ក្រុមហ៊ុនហើយចំពោះអ្នកដែលជំនាញខាងគេហៅ CPA អ្នក Certified Public Accounting ហ្នឹងមានតែជាង150នាក់ទេបាទដែលលោកខាងតំណាងគីប៉ាគាត់បង្ហាញមិញអញ្ចឹងមានន័យថានៅខ្វះច្រើនមែនតើហើយគាត់លើកហ្នឹងតែក្រុមហ៊ុនដែលបានចុះបញ្ជីទេក្រុមហ៊ុនដែលមិនទាន់បានចុះបញ្ជីក៏គាត់ត្រូវការអ្នកកត់ត្រាបញ្ជីស្នាមនឹងដែរតាមការសិក្សាឯកសារមួយចំនួនក៏បានបង្ហាញថាការខ្វះគណនេយ្យករជំនាញនឹងមិនមែនតែនៅកម្ពុជាទេគឺប្រទេសនៅក្នុងតំបន់អាស៊ានហ្នឹងក៏នៅតែខ្វះដែរជំរាបសួរនឹងខ្ញុំឈ្មោះកុងសុកលេស្មីជានិស្សិតឆ្នាំទី2ដែលកំពុងតែសិក្សាជំនាញគណនេយ្យនៅសាកលវិទ្យាល័យ AC Lida ហើយជំនាញនេះបានផ្ដល់មានសារៈសំខាន់ដោយសារតែវាបានផ្ដល់នៅចំណេះជំនាញបន្ថែមពីជំនាញគណនេយ្យសាវនកម្មនិងពន្ធដារដែលស្របទៅនឹងទីផ្សារនៅកម្ពុជានាពេលបច្ចុប្បន្ននេះហើយកម្មវិធីសិក្សានេះវាជាកម្មវិធីជំនាញវិជ្ជាជីវៈដែលមានស្តង់ដារជាលក្ខណៈជាតិនិងអន្តរជាតិ